បាទទាំងអស់គ្នាការធ្វើពាក់ឯកាផលិតផលថៃកន្លងទៅគឺមានផលប្រយោជន៍ធំ3ទី1បាទយើងឃើញចំនួនអ្នកផលិតកើនឡើងច្រើនមែនទែនបាទនេះគឺជាមោទនភាពធំមួយជាឱកាសមួយធំដែលបងប្អូនសហគមន៍នៅក្នុងស្រុកបាននាំគ្នាចាប់ឱកាសនៅក្នុងការផលិតអូយហើយផលិតច្រើនមែនទែនហើយអ្នកដែលគាត់មានរោងចក្រហើយគឺក្រោយពីទាំងអស់គ្នាធ្វើពាក់ឯកាគាត់មិនទៅបើករោងចក្រថ្មីទេប៉ុន្តែរោងចក្រគាត់ហ្នឹងគឺបង្កើនអ្នកខ្លះ1ជា2អ្នកខ្លះ1ជា3បាទដោយសាប៊ូក្លិននេះគឺ1ជា3បាទអញ្ចឹងថែមទាំងម៉ាស៊ីនថែមទាំងកន្លែងផលិតហើយថែមទាំងបុគ្គលិកទៅទៀតនេះគឺជាផលប្រយោជន៍ធំទី2គឺលំហូរសាច់ប្រាក់អត់ចេញទៅក្រៅទេបាទអញ្ចឹងយើងធ្លាប់តែប្រើរបស់នាំចូលដូចមកពីថៃអញ្ចឹងបាទអូច្រើនពាន់លានដុល្លារណាបាទអញ្ចឹងឥឡូវហ្នឹងអត់ទេបាទគឺលំហូរនៅក្នុងស្រុកដោយសារយើងផលិតក្នុងស្រុកបាទអ្នកម្ចាស់ផលិតផលនៅក្នុងស្រុកដល់ពេលអញ្ចឹងទៅលុយអត់ទៅណាទេទី3គឺទៅអនាគតបើសិនបើទាំងអស់គ្នានៅគ្រប់គ្រងផលិតផលដែលបងប្អូនខ្មែរយើងកំពុងផលិតបានហើយនៅពាក់ឯកាជាពិសេសគឺផលិតផលរបស់ថៃតែម្ដងយើងនឹងមានឱកាសនាំចេញហើយពេលដែលខ្ញុំកំពុងនិយាយនេះបានចុះទៅថតបាទសហគ្រាសរបស់ខ្មែរយើងមួយចំនួនរួចទៅហើយដែលគាត់កំពុងតែនាំចេញនៅផលិតផលខ្មែរហើយនៅក្នុងហ្នឹងក៏មានសាប៊ូក្លិនមួយផងដែរបាទដែលតាំងពីមុនពាក់ឯកានោះគឺមានបរទេសមកយកសាប៊ូក្លិនទៅដល់ស្រុកក្រៅហើយចឹងតម្រាំតែទាំងអស់គ្នានៅបន្តពាក់ឯកាហើយប្រើសាប៊ូក្លិនហើយនឹងសាប៊ូខ្មែរយើងផ្សេងទៀតបាទនាំគ្នាប្រើផលិតផលនៅក្នុងស្រុកឲ្យបានច្រើននៅពេលនោះកម្លាំងនៅក្នុងការនាំចេញរបស់យើងគឺកាន់តែខ្លាំងទៅអនាគត